សូមជូនរឿងអ្នកខ្លាំងមិនខ្ចីលាក់មុខភាគបន្តបន្ទាប់មកក៏ដល់ថ្ងៃប្រហារជីវិតឪពុករបស់រិទ្ធីក៏បានមកមើលកូនប្រុសរបស់គាត់ហើយគាត់ក៏បាននិយាយទៅកាន់រិទ្ធីថារិទ្ធីពុកបានប្រាប់កូនហើយមិនបានជាកូនមិនស្ដាប់កូនត្រូវចាំសមត្ថភាពកាន់តែខ្លាំងទំនួលខុសត្រូវគឺកាន់តែខ្ពស់ហើយពុកប្រាប់ហើយថាគុំចង់អួតអាងថាខ្លួនជាអ្នកខ្លាំងព្រោះវាអាចនាំទុក្ខដល់ខ្លួនឯងទៅវិញទេសុំទោសផងពុកខ្ញុំដឹងកំហុសហើយនេះមកពីខ្ញុំមានអំនួតជាមួយនឹងសមត្ថភាពដែលខ្ញុំមានមិនចេះលះបង់ដោយសារតែចង់ឲ្យគេសរសើរថាលួយតែតាមពិតមិនប្រកាសថាគេចង់ឃើញយើងល្អជាងគេនោះទេនៅពេលដែលជិតដល់ពេលត្រូវប្រហារជីវិតហើយស្រាប់តែទេវតាបានយាងចរយាត្រាមកដល់ឋានលោកាដោយយាងមកតែអង្គឯងឯកាមកក្នុងនាមជាទេវតាមកជួយសង្គ្រោះមនុស្សលោកឲ្យរួចផុតពីរឿងអយុត្តិធម៌ទាំងឡាយណាឲ្យមកជាភាពត្រឹមត្រូវឡើងវិញកុំឲ្យបងប្អូនអ្នកទស្សនាចាំមើលយ៉ាងទំនេរដើម្បីឲ្យបងប្អូនបានទស្សនាហើយតែមិនឲ្យសោយខ្លាំងពេករហូតដល់ថ្នាក់ជ្រុះធ្មេញអញ្ចឹងក៏សូមទស្សនានៅសាច់រឿងពេញបន្តទៅទៀតចូលណាបងប្អូនអ៊ំពូមីងទេវតាក៏បានប្រាយុទ្ធសិលធ្វើឲ្យរាជគ្រូនោះចេញរូបរាងដើមមកវិញជាកាមនុស្សកញ្ជ្រុងដែលកាយសាហាយហើយទេវតាក៏បានធ្វើឲ្យមនុស្សកញ្ជ្រុងនោះរលាយខ្លួនបាត់ទៅហើយទ្រង់ក៏បានប្រាប់ទៅកាន់ព្រះអង្គនិងប្រជារាស្ត្រទាំងឡាយថាការទៅមនុស្សកញ្ជ្រោងនេះគឺជាព្រលឹងសត្វកញ្ជ្រោងមួយទេតែដោយសារតែកម្លាំងចិត្តដែលចង់คล้ายទៅជាមនុស្សខ្លាំងពេកដោយការខិតខំប្រឹងប្រែងតាំងសិលផងក៏ធ្វើឲ្យយើងជាទេវតារំភើបព្រះតីជាពន្ពេកក៏បានប្រើយុទ្ធសិលឲ្យគេបានចូលទៅក្នុងខ្លួនសត្វកញ្ជ្រោងដែលកែសាហាវមួយហើយគេក៏បានប្រឹងប្រែងតាំងសិលបន្តទៀតរហូតដល់គេคล้ายទៅជារូបរាងមនុស្សកញ្ជ្រោងបែបនេះតែយូរទៅគេក៏កើតមានចិត្តលោភលន់ចង់คล้ายជាមនុស្សឲ្យឆាប់រហ័សគេក៏បានរៀនមន្តអាគមខ្មៅទៀតហើយនៅពេលដែលគេបានស្រូបប្រឡងកូនក្មេងម្នាក់នោះម្លាំងធាតុរបស់គេក៏កាន់តែកើនឡើងតែដោយសារតែបានឃើញរទ្ធីមានយុទ្ធសិលដែលយើងបានច្រឡំធ្វើឲ្យរទ្ធីមានយុទ្ធសិលគេក៏មានគំនិតចង់ធ្វើឲ្យរទ្ធីស្លាប់នោះគេនឹងបានយករាងកាយរបស់រទ្ធីមកធ្វើជារាងកាយគោរបស់គេទើបគេប្រែល្បិចចាស់រូបព្រះអង្គឲ្យដាក់ទោសទៅលើរទ្ធីអញ្ចឹងព្រះអង្គគួរតែលើកលែងទោសឲ្យរទ្ធីហើយ